ចង់ចាយត្រឹម$400គួរតែទិញ tablet ឬក៏ទិញ laptop បើសិនជាយើងប្រើតែការងារ Office ស្រាលៗខ្ញុំគិតថាប្រើប្រាស់ tablet ងាយស្រួលជាងវាអត់រញ៉េរញ៉ៃច្រើនដោយ laptop ហើយវាស្រួលយកទៅតាមខ្លួនទៀតបើកម្មវិធី Office ដូចជា Word Excel PowerPoint អីគឺមាន license ស្រាប់នៅក្នុងនោះតែម្ដង laptop បើចង់បាន license គឺត្រូវបង់លុយប្រចាំឆ្នាំហើយបើសិនជាយើងប្រើប្រាស់ crack គឺវាអាចប្រឈមនឹងបញ្ហាមេរោគផ្សេងៗហើយ tablet ឥឡូវគឺកាន់តែងាយស្រួលទៀតយើងចង់ភ្ជាប់ជាមួយនឹង slide projector ក៏បាន share screen ទៅកាន់ smart monitor ក៏បានភ្ជាប់ទៅកាន់ម៉ាស៊ីន print ដើម្បី print ឯកសារផ្សេងៗក៏បានដែរហើយតម្លៃត្រឹមតែ400ជាងទេប៉ុន្តែអេក្រង់គឺប្រើសិតតាជាអេក្រង់ paper matte ទៀតអត់ចាំងភ្នែកអត់ឈឺភ្នែកហើយងាយស្រួលមើលនឹងធ្វើការចឹងនៅក្នុងវីដេអូនេះណែនាំបងប្អូនឲ្យស្គាល់នៅ tablet series ថ្មី2026មួយ model ទៀតរបស់ Huawei គឺ MatePad 11.5S គឺវាស្រាលងាយស្រួលយកទៅតាមខ្លួនខុសពី laptop ដែលមានទម្ងន់ធ្ងន់ហើយយើងត្រូវយកនេះយកនោះទៅតាមច្រើននៅក្នុងនោះគឺវាមានកម្មវិធី Office រួចជាស្រេចគឺ WPS 3.0 ដែលមានជា Word Excel PowerPoint ហើយមានទម្រង់នឹងដូចនឹងការប្រើនៅលើ computer ដែរយើងអាច copy paste ពីកម្មវិធីមួយទៅមួយវាយអក្សរជាភាសាអង់គ្លេសជាភាសាខ្មែរក៏បានហើយមាន font ខ្មែរ Unicode នឹងរហូតដល់ទៅជាង400 font យើងអាចប្រើកម្មវិធី Excel ប្រើរូបមន្តប្រើ pivot បង្កើត table អីផ្សេងៗហ្នឹងគឺដូចនឹង computer laptop តែម្ដងហើយទោះបីជាយើងយក file ទៅធ្វើបន្តនៅ laptop ក៏វាអត់មានបញ្ហា load font ឬ load អក្សរអីដែរពេលទិញមកគឺគេមានជា keyboard ហើយនឹង mouse រួចជាស្រេចតែម្ដងហើយសម្រាប់ keyboard នេះវិញគឺទំហំស្តង់ដារតែម្ដងយើងដាក់ដៃទៅគឺងាយស្រួលវាយហើយ smooth ល្អមែនទែនអ្វីដែលកាន់តែងាយស្រួលនោះគឺវាប្រើថ្មរួមជាមួយនឹង tablet តែម្ដងអញ្ចឹងបងប្អូនអត់ចាំបាច់ដោះ keyboard ហ្នឹងដើម្បីយកទៅសាកថ្មដោយ light នោះទេហើយលក្ខណៈពិសេសមួយទៀតនោះគឺអេក្រង់ទំហំ 11.5 អ៊ីនរបស់វាគឺជាប្រភេទអេក្រង់ paper matte លំដាប់ flagship តែម្ដងដែលវាជួយកាត់ចំណាំងផ្លាតបានរហូតដល់ 99% មិនចាំងភ្នែកនិងជួយការពារភ្នែកហើយមានការទទួលស្គាល់ត្រឹមត្រូវទៅលើបច្ចេកវិទ្យាការពារភ្នែកនេះពីប្រទេសអាល្លឺម៉ង់ថែមទៀតអេក្រង់នេះអាចបញ្ចេញរូបភាពកម្រិត 2.8K ជាមួយនឹង refresh rate 144Hz ចឹងក្រៅពីធ្វើការមិនថាយើងមើល YouTube ឬមើលខ្សែភាពយន្តផ្សេងៗអីគឺវាឲ្យពណ៌និងពន្លឺបានច្បាស់ល្អហេតុផលមួយទៀតដែលគេឲ្យឈ្មោះ Paper Matte នេះគឺដោយសារតែនៅពេលដែលយើងសរសេរឬក៏គូរនៅលើអេក្រង់នេះគឺវាផ្ដល់អារម្មណ៍មួយស្តៀងទៅនឹងការគូរឬសរសេរនៅលើกระดาษមែនទែនចឹងដែរបងប្អូនអាចកត់ត្រាកំណត់ហេតុឬការងារផ្សេងៗនៅលើកម្មវិធី Huawei Note ហើយយើងអាចសរសេរយើងអាច edit យើងអាចដាក់ sticker យើងអាចថតសំឡេងហើយយើងអាច download template ក៏ដូចជា sticker ស្អាតៗជាច្រើនដើម្បីលម្អទៅដល់ការកត់ត្រារបស់យើងបានថែមទៀតសម្រាប់អ្នកដែលចូលចិត្តគូរឬចូលចិត្ត design អក្សរចំណងជើងស្អាតៗអាចប្រើប្រាស់កម្មវិធី Go Paint ដែលជាកម្មវិធីគូរកម្រិត professional តែម្ដងហើយ design ហើយគឺយើងអាចយកអក្សរនោះទៅដាក់នៅលើកម្មវិធីកាត់តវីដេអូរបស់យើងបានយ៉ាងងាយស្រួលសម្រាប់ Bit វិញគឺវា support ជាមួយនឹង Huawei M Pencil ចំនួនទី3និង Bit series ថ្មីមួយទៀតគឺ M Pencil Pro ដែលវាមានមុខងារច្រើនជាងមុនមានប៊ូតុង shortcut ដែលយើងអាចចុចដើម្បីបើកកម្មវិធីណាមួយដោយ swipe រវត្តមានប៊ូតុង shortcut ដើម្បីផ្លាស់ប្ដូរមុខងារផ្សេងៗហើយយើងអាចដូរមុខប៊ិចរបស់វាបានរហូតដល់3ជម្រើសផងដែរនិយាយពីកម្មវិធីវិញបងប្អូនក៏មិនបាច់បារម្ភដែរគឺយើងអាចប្រើប្រាស់កម្មវិធីបានដូចទៅនឹងឧបករណ៍ Android ផ្សេងៗទៀតដែរជាពិសេសនៅពេលបច្ចុប្បន្នគឺកម្មវិធី AI ដូចជា ChatGPT DeepSeek Gemini ឬក៏ Grok អីជាដើមគឺយើងអាចប្រើបានមកចប់សម្រាប់ការសិក្សានិងការងារប្រចាំថ្ងៃរបស់យើងសម្រាប់ម្ចាស់អាជីវកម្មឬអ្នកដែលឧស្សាហ៍ថតវីដេអូច្រើនអាចប្រើប្រាស់កម្មវិធី Petal Clip ដើម្បីកាត់តនៅលើ tablet នេះតែម្ដងហើយកម្មវិធីនេះគឺមានលក្ខណៈស្តៀងទៅនឹង CapCut មែនទែនហើយវាអាចស្គាល់អក្សរខ្មែរបានថែមទៀតហើយបើយើងចង់ធ្វើ poster promotion អីផ្សេងៗដើម្បី post នៅលើ Facebook page ក៏យើងអាចធ្វើជាមួយនឹងកម្មវិធី Canva នៅលើអេក្រង់ដ៏ធំរបស់វានេះក៏ងាយស្រួលផងដែរហើយបើយើងបើក Facebook Business Manager ក៏កាន់តែងាយស្រួលក្នុងការគ្រប់គ្រង page ដូចគ្នាដោយសារតែយើងបើកមកគឺមានទម្រង់ដូចទៅនឹងការប្រើប្រាស់នៅលើ laptop ចឹងដែរនិយាយពីកម្លាំងម៉ាស៊ីនវិញតម្លៃត្រឹមតែ$400ជាងមែនប៉ុន្តែកម្លាំងម៉ាស៊ីនគឺលំដាប់ flagship ដែលមាន RAM រហូតដល់ 12GB ជាមួយនឹង memory 256GB ចឹងបងប្អូនមិនបាច់បារម្ភថាតម្លៃធូរថ្លៃហើយយើងយកទៅប្រើប្រាស់ទៅគឺពិបាកប្រើនោះទេគឺដើរ smooth រលូនល្អតែម្ដងមួយវិញទៀតនៅពេលដែលបងប្អូនយក tablet នេះទៅធ្វើការនៅខាងក្រៅសឹងតែពុំបាច់យកឆ្នាំងសាកទៅក៏បានដែរដោយសារតែថ្មរបស់វាគឺមានទំហំរហូតដល់8800 mAh
ដែលវាសមល្មមសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃតែម្ដងហើយនៅក្នុងប្រអប់ក៏មានភ្ជាប់មកជាមួយនឹងឆ្នាំងសាកល្បឿនលឿនកម្រិត40 W ផងដែរគួរបញ្ជាក់ផងដែរថា tablet នេះគឺមានជម្រើសពីរពណ៌គឺពណ៌បៃតងស្រាលនិងពណ៌ប្រផេះចឹងត្រឡប់មកវិញបើសិនជាបងប្អូនចង់ចំណាយត្រឹមតែ$400ជាងហើយយើងប្រើតែការងារ Office ស្រាលៗខ្ញុំយល់ថាបងប្អូនអាចពិចារណាទៅលើ tablet model នេះមែនទែនគឺ MatePad 11.5S 2026បងប្អូនអាចរកទិញបាននៅតាមបណ្ដាហាងលក់ទូរស័ព្ទដៃទំនើបនិងនៅតាមបណ្ដា showroom របស់ Huawei ហើយធ្វើការកម្មង់ទុកមុនឥឡូវនេះបងប្អូននឹងទទួលបាននៅកាដូបន្ថែមជាច្រើនផងដែរ